ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំល្ងលាក់ស្ករឬយើងអាចហៅថានំល្ងចិននំដែលខ្ញុំនឹងធ្វើនៅក្នុងថ្ងៃនេះគឺខ្ញុំធ្វើដោយអត់មានប្រើទឹកឃ្មុំឬក៏ប្រើទឹកស្ករស្រូវនោះទេគឺខ្ញុំធ្វើដោយប្រើស្ករធម្មតាក៏ឥឡូវនេះយើងចូលមកមើលពីវិធីធ្វើទាំងអស់គ្នាដោយដំបូងនេះគឺខ្ញុំយកល្ងមកដាក់លីងជាមុនសិនដោយល្ងនេះគឺខ្ញុំប្រើចំនួន150ក្រាមយើងត្រូវលីងល្ងនឹងរហូតដល់តែឡើងក្រហមហើយបន្ទាប់ពីលីងល្ងបានក្រហមហើយគឺយើងដួសទុកមួយឡែកសិនដោយល្ងនោះគឺខ្ញុំបំបែកជាពីរដោយខ្ញុំដួសទុកដាក់ក្នុងចានខ្លះហើយខ្លះទៀតគឺខ្ញុំយកសាច់ដាក់ចូលនៅក្នុងថាសបន្ទាប់ពីលីងល្ងនិងដួសល្ងទុករួចហើយឥឡូវនេះគឺយើងមកមើលពីការលាយម្សៅដើម្បីធ្វើនំវិញម្ដងដោយខ្ញុំប្រើម្សៅអង្ករដំណើបនេះចំនួន100ក្រាមជាមួយនឹងម្សៅឆានេះចំនួន20ក្រាមហើយជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេបន្ទាប់មកចាក់ទឹកចំនួន300មីលីលីត្រចូលរួចហើយកូរចូលគ្នារហូតដល់តែចូលគ្នាបានសព្វល្អហើយអត់មានម្សៅដែលនៅកកដុំបន្ទាប់ពីលាយម្សៅចូលគ្នាបានសព្វហើយគឺយើងទុកមួយឡែកសិនឥឡូវនេះគឺយើងមកធ្វើទឹកស្ករដែលខ្ញុំប្រើស្ករសនេះចំនួន230ក្រាមជាមួយនឹងស្ករអំពៅនឹង120ក្រាមរួចហើយចាក់ទឹកចំនួន100មីលីលីត្រចូលហើយកូរចូលគ្នាឲ្យស្ករនឹងរលាយអស់ហើយនៅពេលដែលយើងចាប់ផ្ដើមកូរនោះគឺយើងបើកភ្លើងតែម្ដងទៅដើម្បីឲ្យទឹកស្ករនឹងពុះហើយយើងត្រូវរំងាស់ទឹកស្ករនេះរហូតទាល់តែទឹកស្ករនឹងឡើងខាប់ប្រហែលជា5ទៅ6នាទីហើយនៅពេលដែលឃើញថាទឹកស្ករឡើងខាប់ហើយគឺយើងចាក់ប្រេងឆាចូលដោយប្រេងឆាហ្នឹងគឺខ្ញុំប្រើចំនួន40ក្រាមប៉ុន្តែគឺចាក់ត្រឹមតែពាក់កណ្ដាលសិនបានហើយកូរចូលគ្នាឲ្យសព្វបន្ទាប់ពីកូរចូលគ្នាបានសព្វហើយចាំយើងយកម្សៅដែលយើងបានលាយមុនហ្នឹងយកមកចាក់ចូលហើយម្សៅដែលយើងយកមកចាក់ចូលនេះគឺយើងត្រូវកូរវាបន្តិចសិនមុននឹងយកទៅចាក់ចូលហើយនៅពេលដែលចាក់ចូលទៅក្នុងទឹកស្ករហ្នឹងគឺយើងត្រូវចាក់បណ្ដាលកូរបណ្ដាលដើម្បីកុំឲ្យម្សៅហ្នឹងវាកកជាដុំបន្ទាប់ពីចាក់ម្សៅចូលក្នុងទឹកស្ករអស់ហើយគឺយើងត្រូវកូរវាចូលគ្នាហើយបន្តកូររហូតទាល់តែឡើងខាប់នៅពេលដែលយើងកូរម្សៅចូលគ្នាបានសព្វហើយគឺយើងយកប្រេងឆាដែលនៅសល់ពាក់កណ្ដាលទៀតនេះយកមកចាក់ចូលហើយយើងច្របល់វាចូលគ្នាហើយត្រូវបន្តកូរនៅលើភ្លើងនឹងរហូតដល់តែសាច់នំរបស់យើងនឹងស្វិតល្អដោយបើកភ្លើងតិចៗឬក៏បើកភ្លើងតិចល្មមបានហើយដើម្បីកុំឲ្យឆាប់ខ្លោចបានហើយនៅពេលដែលឃើញថាសាច់នំរាងថ្លាហើយនឹងស្វិតបែបនេះហើយគឺយើងអាចបិទភ្លើងបានឬក៏ប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យសាច់នំនឹងរាងស្វិតខ្លាំងគឺអាចបន្តកូរបន្តទៀតបានហើយនំនេះបន្ទាប់ពីកូររួចហើយគឺយើងយកទៅចាក់ដាក់ពីលើល្ងដែលយើងបានចាក់ចូលនៅក្នុងថាសមុនហ្នឹងបន្ទាប់មកទៀតហ្នឹងគឺយើងយកល្ងដែលយើងបានទុកនៅក្នុងចានហ្នឹងយកមកចាក់ពីលើបន្ថែមទៀតរួចហើយគឺយើងវាល្ងឲ្យពេញផ្ទៃរបស់នំហ្នឹងហើយយើងទុកឲ្យវាត្រជាក់សិនចាំយើងកាត់វាជាដុំតូចៗហើយដោយសារតែនំនេះគឺវារាងផ្អែមអញ្ចឹងហើយគឺជាអត់ផុតទេដែលធ្វើឲ្យខ្ទះហ្នឹងវាខ្លោចបានចឹងហើយប្រសិនបើបងប្អូនមានខ្ទះដែលមិនជាប់បាតហ្នឹងគឺអាចប្រើបានគឺវានឹងងាយស្រួលជាងនេះហើយនំដែលខ្ញុំធ្វើនៅក្នុងថ្ងៃនេះរសជាតិរបស់វាគឺអត់សូវខុសគ្នាអីពីនំដែលយើងប្រើទឹកស្ករស្រូវនិងទឹកឃ្មុំប៉ុន្មានទេគ្រាន់តែថានំនេះសាច់នំរបស់វាអត់សូវរឹងដូចដែលយើងប្រើទឹកស្ករស្រូវឬក៏ទឹកឃ្មុំនោះទេហើយវិធីធ្វើនំដែលខ្ញុំយកមកបង្ហាញនៅក្នុងថ្ងៃនេះក៏បានរួចរាល់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋាន